ហើយអ្នកខ្លះគេថាហ៊ុនម៉ាណែតគណៈបព្វជិជនឲ្យតែនិយាយវេទិកានិយាយតែពីរឿងសន្តិភាពនិយាយអត់ធុញត្រូវហើយអត់ធុញទេនិយាយរំលឹកហើយរំលឹកទៀតព្រោះវាផុយស្រួយណាស់វាផុយស្រួយណាស់យើងត្រូវរួមគ្នាចងចាំវាផុយស្រួយណាស់នៅប្រទេសជិតខាងរបស់យើងមួយចំនួនក៏កំពុងមានបញ្ហាដែរប្រហែលឆ្នាំមុនអត់បញ្ហានៅអឺរ៉ុបនៅអាហ្វ្រិកនៅអីឥឡូវដែរប្រហែលឆ្នាំមុនអត់មានអីឥឡូវទៅបាត់តែកម្ពុជាយើងបាន26ឆ្នាំហើយកុំឲ្យពាក្យទំនាយថាមកឆ្អិនកពឹសកើតឡើងវិញនៅស្រុកខ្មែរគេថាកម្ពុជាមិនបានសេចក្តីសុខយូរទេហើយ26ឆ្នាំនេះបើក្នុងរយៈពេលប្រវត្តិសាស្ត្រ500ឆ្នាំគឺជាសន្តិភាពដែលវែងជាងគេរួចទៅហើយតែយើងមិនចង់បានត្រឹមដល់26ឆ្នាំទេមែនទេចង់ឈប់វាយគ្នារហូតមែនអត់បាទ